បាទខ្ញុំបាទលោកច័ន្ទសុភីប្រធានជាស្ថានវប្បធម៌វិចិត្រសិល្បៈថ្ងៃនេះមានកិត្តិយសដែលបានបង្ហាញអំពីសមិទ្ធផលនៃស្នាដៃការស្រាវជ្រាវគម្រោងចម្លាក់អប្សរាដែលមកដល់ពេលនេះយើងធ្វើរយៈពេល7ឆ្នាំមកហើយក្រោមការគ្រប់គ្រងយ៉ាងពេញលំហឹងពីអាយដាមបណ្ឌិតសុភាចារប្រធានរាជសភាកម្ពុជាសុកទូចហើយនឹងក៏ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលឲ្យថវិកាដល់ខាងក្រមគម្រោងរបស់យើងបានធ្វើជាមួយគ្នាដែរគឺខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ជាតិសិល្បៈក្នុងការសហការជួយសម្របសម្រួលនិងអាជ្ញាធរជាតិអប្សរាខ្ញុំចង់ជម្រាបជូនថាគម្រោងស្រាវជ្រាវអប្សរានេះគឺយើងធ្វើចាប់ដើមចេញពីប្រាសាទអង្គរវត្តណាចាប់ដើមដំបូងនៅឆ្នាំ2019ដែលយើងកសាងបានឯកសារជាការសិក្សាដំបូងហ្នឹងគឺជាមូលដ្ឋាននៃសម្រាប់ការរៀបចំគម្រោងពេញលេញបន្ទាប់ទៅឆ្នាំ2020យើងបានសិក្សានៅជាន់បកានដែលយើងកសាងបានសភៅ3ក្បាលនេះបាទហើយដល់ឆ្នាំ2021យើងចុះមកជាន់ក្រោមមួយជាន់ទៀតយើងកសាងបាន3ក្បាលទៀតដែរហើយនឹងមកដល់ឆ្នាំ2023យើងកសាងបាន2ក្បាលណាបាន2ក្បាលនិង2024យើងកសាងបាន2ក្បាលនេះផងដែរនេះនៅអង្គរវត្តយើងបានកសាងឯកសារបានប៉ុណ្ណឹងហើយនៅឆ្នាំ2024និង25យើងធ្វើនៅប្រាសាទបាយ័នដែលយើងកសាងបាននៅឆ្នាំ2024យើងកសាងបានសភៅឯកសារមួយក្បាលនេះហើយនឹង2025យើងកសាងចម្លាក់អប្សរានឹងបានសភៅមួយក្បាលនេះហើយបូកជាមួយនឹងម៉ូដគ្រឿងអលង្ការក្នុងរចនាបថអង្គរផងដែរអញ្ចឹងមកដល់ពេលនេះយើងសរុបទៅយើងចងក្រងបានឯកសារការសិក្សាស្រាវជ្រាវនឹងចំនួន14ក្បាលសភៅហើយក្រៅពីការកសាងឯកសារ14ក្បាលសភៅនឹងយើងបានដំឡើងណាមានគូរូបណាយើងគូរូបជាគំរូនឹងផងហើយនឹងយើងដំឡើងគ្រឿងដែលនិយាយអំពីគ្រឿងអលង្ការរាប់បញ្ចូលតាំងពីមកុដណាស្រង់កណាស្នាប់ដៃស្នាប់ដើមដៃកងដៃកវលបន្តោងចង្កេះសពុតនឹងបាននៅក្នុងចង្កេះសពុតនឹងហើយនឹងកងជើងនឹងហើយចង់បញ្ជាក់ផងដែរថាការសិក្សារូបចម្លាក់អប្សរានេះគឺយើងជាបច្ចេកទេសគឺយើងថតរូបណាថតរូបផ្ទាល់ហើយពេញរូបទាំងអស់ហ្នឹងហើយបន្ទាប់មកយើងយកមកសិក្សាដែលការសិក្សានេះគឺយើងនឹងធ្វើការពិពណ៌នាកាយវិការរបស់រូបបន្ទាប់ទៅយើងធ្វើការបរិយាយលម្អិតទៅលើក្បាច់ចម្លាក់នីមួយៗនៃរូបទាំងអស់ហ្នឹងណាអញ្ចឹងតាំងពីមកុដតាំងពីស្រង់កតាំងពីកងដៃស្នាប់ដៃរហូតដល់ក្បាត់ចង្កេះរហូតដល់សម្ពុតនិងកងជើងអញ្ចឹងជាទូទៅក្នុងចម្លាក់អប្សរានីមួយៗហ្នឹងយើងពិពណ៌នាយើងវិភាគរូបហ្នឹងខ្ទង់5ទៅ6ទំព័រណារាល់គ្រប់ទាំងអស់អញ្ចឹងហើយបានជាដូចជាករណីនៅអង្គរវត្តហ្នឹងដែលមានជិត2000រូបហ្នឹងគឺយើងចងក្រងសភៅរហូតទៅដល់11ក្បាលសភៅនោះបាទអញ្ចឹងគាត់ចង់បញ្ជាក់ថែមទៅលើបច្ចេកទេសអញ្ចឹងការងារនេះវាទាមទារឲ្យប្រឹងប្រែងច្រើនសម្រាប់ក្រុមស្រាវជ្រាវដើម្បីកសាងបានជាឯកសារហ្នឹងនេះជាលទ្ធផលដែលជាមោទនភាពរបស់រាជមន្ត្រីសភាកម្ពុជាហើយក៏ជាស្នាដៃទី1របស់កូនខ្មែរដែលកសាងបានស៊ីជម្រៅទៅលើឯកសារទាំងអស់នេះហើយសង្ឃឹមថារាជរដ្ឋាភិបាលនឹងអនុញ្ញាតឲ្យវិទ្យាស្ថានវប្បធម៌និងសិល្បៈបន្តនៅការស្រាវជ្រាវចម្លាក់អប្សរានៅប្រាសាទដទៃទៀតក្នុងគោលបំណងទី1ចងក្រងឯកសារសម្រាប់យកទៅប្រើប្រាស់សម្រាប់អ្នកស្រាវជ្រាវបន្តទៅទៀតហើយទី2ក៏ដូចជាក្នុងន័យថាដើម្បីទុកឯកសារនេះសង្គ្រោះនៅពេលថ្ងៃក្រោយពេលអប្សរាទាំងអស់នោះវាខូចវាបាត់យើងមានជាទឹកតាងណាព្រោះដើមឡើយយើងចង់សិក្សាពីចម្លាក់អប្សរាយើងមើលឯកសារបរទេសឥឡូវនេះយើងបានកសាងក្នុងជាភាសាជាតិរបស់យើងហើយជាស្នាដៃរបស់កូនខ្មែរដែលកសាងបានបាទអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងហើយព័ត៌មានដទៃទៀតលម្អិតទៅលើការងារម៉ូដអីនឹងមានសហការីរបស់ខ្ញុំគាត់នឹងបង្ហាញបាទសូមអរគុណលាបាទនឹងខ្ញុំឈ្មោះមុលវាសនាជា
មន្ត្រីនៃវិជាស្ថានវប្បធម៌វិចិត្រសិល្បៈជាបឋមខ្ញុំសូមគោរពអរគុណដល់អាយដាមបណ្ឌិតសភាជាប្រធានរដ្ឋសភាក៏ដូចជាអាយដាមបណ្ឌិតប្រធានវិជាស្ថានវប្បធម៌សិល្បៈដែលបានអនុញ្ញាតឲ្យនាងខ្ញុំចូលរួមសិក្សានៅក្នុងគម្រោងតាក់ទងនឹងអប្សរនៅប្រាសាទអង្គរវត្តរហូតដល់បាយ័ននេះចានាងខ្ញុំពេលនេះខ្ញុំសូមអនុញ្ញាតឲ្យបង្ហាញអំពីអ្វីដែលបានសិក្សាជាគោលនៅក្នុងឆ្នាំ2025នេះជាពិសេសគឺទៅលើខ្ញុំចង់បង្ហាញទៅលើម៉ូដអលង្ការអប្សរនៅក្នុងរចនាបថអង្គរវត្តនេះចានៅក្នុងម៉ូដអលង្ការក្នុងរចនាបថអង្គរវត្តនេះគឺយើងបានសិក្សារួមមានប្រាសាទទាំងអស់ដែលស្ថិតនៅក្នុងរចនាបថហ្នឹងប៉ុន្តែយើងយកប្រាសាទអង្គរវត្តនេះជាគោលធម្មតាប្រាសាទអង្គរវត្តហ្នឹងគឺជាប្រាសាទដែលមានចម្លាក់អប្សរហ្នឹងច្រើនជាងគេបំផុតហើយនឹងមានម៉ូដម៉ាកតាំងពីគ្រឿងតុបតែងក្រវិលស្រងកកងដៃកងដំដៃចិញ្ចៀននោះគឺវាមានភាពសម្បូរបែបនិងប្រកបដោយភាពស៊ីវិល័យច្រើនមែនទែនតែភាពអស្ចារ្យខ្លាំងណាស់ហើយវាមានប្រជុំដោយម៉ូដម៉ាកច្រើនខ្លាំងមែនទែនដល់ពេលអញ្ចឹងយើងយកកំណត់ហ្នឹងម៉ូដហ្នឹងជាគោលប៉ុន្តែយើងបានសិក្សាផ្ទៀងផ្ទាត់ជាមួយនឹងចម្លាក់ផ្សេងៗទៀតនៅក្នុងរចនាបថអង្គរវត្តជាមួយគ្នានេះដែរដូចជានៅប្រាសាទធម្មនន្ទប្រាសាទចៅសាយទេវតានៅប្រាង្គកំពូលនៃប្រាសាទបាគងនៅវត្តអាទ្វារនៅបេងមាលាចាយើងបានរួមបញ្ចូលទាំងអស់និយាយរួមនៅក្នុងរចនាបថអង្គរវត្តហ្នឹងសិក្សាពីម៉ូដហ្នឹងដើម្បីចងក្រងជាឯកសារហ្នឹងទុកបានន័យថាក្នុងម៉ូដទាំងអស់ក្នុងរាជប្របាទសូរ្យវ័នទី2នៅពោលគឺនៅក្នុងរចនាបថអង្គរវត្តហ្នឹងគឺយើងប្រមូលផ្ដុំម៉ូដទាំងអស់នៅក្នុងហ្នឹងចាហើយគឺនៅក្នុងហ្នឹងយើងបានបន្ទាប់ពីយើងបានសិក្សាហើយយើងបានតម្លើងទៅជាគំនូរនិងតម្លើងទៅជាគ្រឿងអលង្ការចាតំណាងឲ្យអប្សរនៅក្នុងរចនាបថអង្គរវត្តហ្នឹងចាដំបូងគេនេះតម្លើងទៅជាគំនូរនេះយើងមាន sample ចំនួន6ទី1គឺយើងនិយាយអំពីម៉ូដសក់ចាម៉ូដសក់យើងចេញពីម៉ូដសក់មុនម៉ូដសក់ភ្នួងមួយនេះម៉ូដសក់ភ្នួងមួយចាម៉ូដសក់ភ្នួងមួយនេះតាមពិតយើងគូនេះគឺគ្រាន់តែយើងគូជាគោលតែប៉ុណ្្នឹងឯងវាមាននៅម៉ូដសក់ម៉ូដអីហ្នឹងគឺមានច្រើនបែបដែរប៉ុន្តែយើងគូមានសន្តានភ្នួងមួយក្នុងនេះយើងយកភ្នួងមួយទៅបៀបក្រងបើនេះថាយើងក្រងពេកកណ្ដាលអញ្ចឹងហើយយើងចាប់បួងឡើងទម្លាក់បន្ទាប់មកយើងភ្នួង2នេះចាយកភ្នួង2នេះគឺជាគោលនៅក្នុងមេនធំនេះរបៀបរចនាប៉ុន្តែវាចេញពីម៉ូដមួយហ្នឹងវាមានម៉ូដបបែកផ្សេងគ្នាបន្ថែមទៀតនេះគឺជាមកុដកំពូលមួយហ្នឹងក៏មានបើនិយាយពីនៅក្នុងរចនាបថអង្គរវត្តហ្នឹងគឺវាមានតិចតួចចាបើនិយាយប្រៀបធៀបជាមួយនឹងម៉ូដមកុដផ្សេងទៀតប៉ុន្តែយើងយកជា sample ក្នុងការគូហ្នឹងហើយក្នុងនេះគឺមកុដកំពូល3អានេះយើងមកុដកំពូល7ប៉ុន្តែដោយសារយើងរៀបអញ្ចេះដោយសារតែឲ្យមានភាព symmetry យើងដាក់អានេះមកមុខប៉ុន្តែនេះគឺមកុដកំពូល5គោលបំណងនៃការដែលយើងតម្លើងទាំងគ្រឿងគឺទាំងគំនូរហ្នឹងគឺយើងទាញពីថ្មមកគំនូរយើងទាញពីថ្មមកជាគ្រឿងហ្នឹងដូចប្រើសុំប្រើពាក្យឯកឧត្តមរដ្ឋាភិបាលប្រធានស្ថាប័នចាព្រោះអីលោកថាទាញប្រើពាក្យហ្នឹងគឺវាត្រូវហ្មងដោយសារតែយើងចម្លងឲ្យដូចពីថ្មមកគំនូរហ្មងឧទាហរណ៍ថាឥឡូវនិយាយពីមកុដឧទាហរណ៍ថាមកុដហ្នឹងប្រើខ្សែក្បាច់ក្បាំងហ្នឹងប្រើប្រហែលខ្សែហើយក្បាច់មួយខ្សែហ្នឹងប្រើក្បាច់អីខ្លះគឺយើងធ្វើឲ្យដូចអានឹងកំពូលក៏អញ្ចឹងដែរសូម្បីតែភាពចំកំពូលយើងក៏យើងនៅគិតពិចារណាបញ្ចឹងទៅឧទាហរណ៍តើរបៀបវាមានច្រើនម៉ូដច្រើនមកពីចំកំពូលមួយហ្នឹងឧទាហរណ៍ថាខ្លះគ្រាន់តែរ៉ែឆ្នូតខ្លះគ្រាន់តែប្រឆាត់អញ្ចឹងទៅខ្លះវាន់ជុំវិញអញ្ចឹងទៅខ្លះមានក្បាច់ទូប្រឆាត់នេះអញ្ចឹងយើងមានភេទលម្អិតគ្រប់ចង់ទៅលើហ្នឹងមែនទែនហើយសូម្បីទៅលើគ្រឿងតុបតែងមួយដូចជាកវលស្រងកកងលំដៃហើយនឹងក្បាច់សម្ពុតហ្នឹងគឺយើងចម្លងដូចទាំងអស់ទៅតេងពីថ្មមកនៅក្នុងរូបចម្លាក់ហ្នឹងចាអញ្ចឹងគោលបំណងរបស់យើងក្នុងការគូតម្លើងគំនូរនេះចេញពីគំនូរធំនេះគឺយើងបំបែកជាគ្រឿងតូចមកហើយក្នុងការយើងបង្ហាញពីគំនូរបំបែកតូចហ្នឹងទី1គោលបំណងរបស់យើងគឺគូគំនូររបៀបសង្គ្រោះដូចគំនូរមួយនេះហ្នឹងម៉ូដហ្នឹងកម្រមានណាយើងរកអត់ឃើញមានទេហើយវាសឹកខូចបើយើងមើលទៅវាសឹកខូចមើលធម្មតាហ្នឹងពិបាកប៉ុន្តែពេលដែលយើងទៅផ្ទៀងផ្ទាត់ជាមួយនឹងថ្មនេះយើងអាចដឹងថាម៉ូដម៉ាកចេញជាបែបណាយ៉ាប់បានតាមទម្រង់ដើមអញ្ចឹងយើងតម្លើងទៅជាគំនូរហ្នឹងហើយម៉ូដខ្លះទៀតគឺវាប្លែកហើយវាមានតែមួយម៉ូដទេដូចជាម៉ូដមួយនេះម៉ូដស្រងកមួយនេះគឺមានតែមួយម៉ូដអង្គុតក្នុងរចនាបថអង្គរវត្តហ្នឹងដែលបានរកឃើញតាមពិតមិនមែនតែប៉ុណ្្នឹងនៅមានផ្សេងៗទៀតដែលយើងចង់បង្ហាញអ្វីដែលថ្មីប្លែកថ្មីដែលមិនទាន់មានហើយដែលសឹកខូចដើម្បីគូតម្លើងយកមកបង្ហាញដើម្បីកុំឲ្យវាបាត់បង់ទៅមុខទៀតព្រោះវាជាម៉ូដដ៏កម្របន្ទាប់ពីយើងតម្លើងជាកនូដែលយើងមាន sample ពីតម្លើងដូចថាទាំងម៉ូដដែលសឹកបាត់បង់ប៉ុន្តែយើងនៅមើលឃើញរូបឃើញពិតហើយនឹងទាំងរូបដែលយើងនឹងឃើញអាចសិក្សាបានទាំងម៉ូដដែលពិសេសប្លែកដែលយើងយកមកបង្ហាញហើយយើងទាញពីនឹងមកហើយយើងតម្លើងទៅជាគ្រឿងតុបតែងលម្អចាបើរូបបានន័យថាជាគ្រឿងអលង្ការហើយក្នុងហ្នឹងយើងតម្លើង4ឈុត
dương miền đầm nắng đôi khi này đái cứ đầm nắng câu nên mà có dương miền mà có cặp bù muối cặp bù bấyปูpramปูtam pất nó không bờ tam lý biệt để sắc xa cần long một nó cứ một con không chừng nào mà coi mùi nó cứ miên phep các bạch ô ra chẳng hạn nó thay thôi sát cho đang khăng á con tay này dân vô mau còn bằng hai chỉ coi mùi tua hay con hỏi để dân bằng hai nắng không tua chốt mùi nắng dân miên chồng long chốt đôi bỏng đi thay họ ngay đi dân ở xa dễ ô chỉ chân chỉ chốt đi chốt sai con đi cứ đừng ở làng ca đi con tay đừng cô bọt của miên chốt bọt cây để tăng cái sầm máy nồng mỏng ô chạy sẽ đây tôi chỉ một mùi này chả anh ấy chúng ta láng chỉ chốt mỏng ban đi thay tàng song co tàng sòng vá pon tàng vật cái tàng con chân cứ mà tua luôn nó cứ nhom vô chỉ chốt mỏng rồi thay thì dân mơ tới khơi chốt thay việc khơi sạch lại bàn tay đòi lái xem tiết nhom rùm xóm cho cái này đòi sao thì dân chọn bà hai nơi kêu xem một xem tiết là bây giờ ban sờ bổ bài sạch nó mà tăng chân dân miền bà hai phải tiết bữa sân thì tẹt tung tên ở kêu xem tiết đôi con chơi con ấy ní chàng chân dân ở từ lại nó sẽ tầm một bị sai đại dân khơi chỉ bị sai nơi ở Prang Cần Đá này này cái hai thằng ở Bạc Can Prang Cần Đá này sản cô bọt nằng hơi một là tiết để dân sắc xa tới đôi một mùi này để dân sắc xa tới miền tầm một cốt nơi không phải sản cô bọt nằng miền tầm một cốt hai mà một cốt nó tiết nơi so tầm một chấm hiên tiết cứ bị bắt một chấm hiên một tiết trả dân cô ai sáu lại miền tên được chơi bữa sau này dân ở ban thua ở chân một nó bắt tay mà đong phổi vô pe khác cưng chẳng đôi mùi này chẳng mùi này cứ nơi so tầm một nó đài miền tầm một nó cốt ban đi tham nơi không phải sản nó cứ miền tầm một cu nó ấy ở bên lạ lơ chấm lạ so nó xem tiết miền một nó đài có miền hai miền tầm nó cứ miền tàng cương xem tiết chỉ tràn tiết đại khác nó mà hai thao bên miền phệ tận phật thao dân nơi dân để miền cá bắt bắn tràn chẳng phụ ấy dân đó ấy và sát nơi áp son cái sản cô vẫn có miền cá sắc khôi chỉ tràn tiết thao dân mình đâm thá ta cá bắt bắn này là nó gọi về bắt nó một na mũi để dân có tham miền thì mũi nó tiết rồi có dân mà cho dân sọc đái bàn tay ở lớn nó dân bán thưa trong con tục khói bị phù đặc biệt đi thay dân mơ khơi công oi bên miền ca để dân sọc đái nó cả đang to để tiệt trắngสมองก่อนในที่นี้ยังศึกษาแต่ละปรามจำนวนได้ยังลึกมากไปนี่มันไอ้ดอมดูจันทร์พี่ก็โดยเฉพาะลูกสไลวิศนาบาลฝั่งหาอย่างปีเอาไว้ตั้งที่จำละในการศึกษาสายเชิงเด็กแต่งก็นั่งบายอนจังยังมือติดเพียบที่มวยประวัติศาสตร์โดนตายยังบานจำละบานจองกรองผู้ยังอัดฟื้นหมอดเตอัดฟื้นหนึ่งอารมณ์เตคือบังการตุสนาวิสัยให้บานเรียบจอมจังรีบนัดเพียก็ดูทีนะยืนจับดามจองกรองสเสจีสุเพอบานเชียสุเพอให้บานยืนดัดเจนปีองโกวัดเตยจีกรูปกลุ่มนู้ให้ดัดเจนปีกลุ่มนู้เจนมาปีจำละอันนี้คือเชียรัชนาบอดในโครงการรีบจอมจำนวนปีจำนวนที่ใบยืนจอมในยัยธาโดนตายยืนบานเถื่อเจ้าให้ไอ้ยืนกรอนแต่จองกรองตุกสำหรับมนุษย์จำนวนคราวยืนบนเถื่อจังรีบนัดเพียกัมพูชีกรมการสหการจมูกกระทรวงวัฒนธรรมให้รีรัฐาภิบาลบานพดอลทาวิการนี้ยืนบานบังการเนื้อเอาไว้แต่ยังมีตัวใบเชียยังบานฉลาดโดยโอนไซบานยัยแต่ยังฉลาดเช่นอย่างปีแตงองโกมอกปันไตรัชนาบอสโดยนั้นปันไตยังมันมีบงให้กับมีปิดด่าได้นี่คือเชียที่หาทางสุปะในประเทศปันไตวิโดยเนื้อไว้ได้มีในของนู้นปันไตเอาโค้งไปจองจำจำนวนที่บุญยังดังหายทาให้ได้ยังหายเมย์ให้ได้ยังหายบาให้ได้ยังหายตาจังก็เป็นได้หายเมย์นั่งอมนายมันรู้สึกไร้ครั้งนะจังรัชนาบอสจังอ้อเครื่องกลุ่มอ้อมีประตู้โซลการอ้อต่ำแหลมเริ่มมนุษย์ไรจังมนุษย์ไรจังเก็บปังหายไรมวยเดี๋ยวมีเพียบอ้อจาตั้งปีบอดแบนยังเมื่อไรจะปีดาวแต่ขบาพวกเมียนพ่อบานในทางมันจะเกลุ่มฮักที่สมบัติมาจังเมย์ดาวตัวซะว่ากลายบอกเทียยังเคยหายกลายปีมนุษย์พรอกันแต่ครั้งแกหายท้าบ่าหมอปีบาใครบาปูนบานนอนจังก็คือกลุ่มบาปัจจัยมุนบานคือไรนั่นคือเมย์ยังไงจังให้บานประท้วงเตาสบายอย่างนี้นั่งบานในทางอมนายจะบอกเมย์จงกลายบอกยืนทะเลประวัติศาสตร์ยังมันทะเลจ๊อกยืนก็บัดบาtới châu sấy châu tà chẳng tà tên tà ông tà ấy chích break ở bên thưa bị sai cả sự cảm chẳng á rồi mình đã phía Campuchia mình còn thể tha thế thưa chuột bây chỉ dương mình toàn đây khao dương tròn con chop sập rộp dương đừng bỏ sập hơi đừng sập xài hay dương ăn oi chủng lóng tam mà róm này đôi dương sập hay ní dương khơi nẹt thưa tam mà róm thưa tam ấy hay trong mấy mũi tiết này dương cúc mình chạy khơi thà miên chiết sạ nam môi
ដែលមិនមានវប្បធម៌ជាតិសាសន៍ណាក៏មានវប្បធម៌ដែរប៉ុន្តែយើងមិនយកពីគេមិនចម្លងពីគេគឺយើងមានរបស់ដូនតាគឺមានរបស់ដូនតាចំណុចទី4ដែលជាចំណុចសំខាន់បំផុតដែលកូនចៅត្រូវតែគាត់ថាអ្វីដែលដូនតាមានត្រូវតែបន្តអ្វីដែលដូនតាមានត្រូវតែធ្វើអ្វីដែលដូនតាចាប់បានបង្កើតយើងត្រូវតែរក្សាហើយដំណបន្តទៅទៀតកុំឲ្យបាត់ហើយធ្វើអីអត់បានអានឹងគេហៅថាពួកអត់វិញ្ញាតស៊ីអស់ពូជស៊ីអស់ពងអញ្ចឹងរាជបណ្ឌិតសភាកម្ពុជាមិនចង់ឲ្យមានពាក្យគេថាពួកអត់ពូជយើងត្រូវតែមានពូជត្រូវតែមានបន្តចំណុចទី5យើងដឹងហើយថាយើងនៅចន្លោះប្រទេសខ្លាំងដែលមានបំណងជាប្រវត្តិសាស្ត្រចង់លួចត្របាក់ប្រទេសរបស់យើងឧទាហរណ៍ចៅសៀមសពថ្ងៃនេះបានកំទេចដូនតារបស់វាក៏មិនអាចឆ្លាក់របស់នឹងបានដែរមិនអាចធ្វើនឹងបានដែរហេតុអីវាយកកំភ្លើងយកគ្រាប់យកយន្តហោះទៅបាញ់នៅប្រាសាទតាកបីប្រាសាទព្រះវិហារទាំងអស់នេះគឺជាភាពធៀបថោករបស់ដែលមនុស្សដែលគ្មានសិលធម៌គ្មានសិលក្នុងខ្លួនបំបត្តិវប្បធម៌អ្នកដទៃអ្នកឯងអាចបំបត្តិបានប៉ុន្តែអ្នកឯងអត់អាចបំបត្តិរាជរដ្ឋាភិបាលនឹងចងក្រងសិភៅនេះដើម្បីផ្សព្វផ្សាយឲ្យកូនខ្មែរជំនាន់ក្រោយហើយបើសិនជាតែថ្ងៃមុខមានអ្នកណាមានលុយមានអីអាចចូលថវិកាបោះពុម្ពយើងនឹងរងចាំការបោះពុម្ពហើយយើងនឹងអាចឆ្លាក់ហើយខ្ញុំនឹងរៀបចំធ្វើបណ្ណាល័យមួយសម្រាប់តុបតែងឲ្យកូនខ្មែរបានចូលដឹងបានយល់បានឮបានឃើញមិនមែនគ្រាន់តែឃើញនៅលើផ្ទាំងអង្គរយើងដឹងហើយថាគ្មានអីដែលមិនប្រែប្រួលទេមានតែពាក្យមិនប្រែប្រួលទេដែលវាមិនប្រែប្រួលដូច្នេះថ្មក៏វាចាស់មនុស្សក៏វាចាស់វាអាចបាត់បង់អញ្ចឹងយើងត្រូវបង្កើតសារមន្ទីរមួយដែលធ្វើអំពីសៀវភៅចម្លាក់និងគ្រឿងអលង្ការទាំងអស់នេះសូមអរគុណ